390 Before we finish this exercise he told us to blend the books ដែលយើងអាចបកប្រែជាបដសន្សិនថាមុនពេលដែលយើងបញ្ចប់លំហាត់នេះគាត់បានប្រាប់ឲ្យពួកយើងចុចសភៅជម្រើស A push away B put away C get away ហើយនឹង D go away ដែលយើងឃើញថាជម្រើសទាំង4របស់យើងវាមានលក្ខណៈជា phrasal verb បាទពីព្រោះវាសុទ្ធតែផ្សំឡើងពី verb បូកមួយធ្នាក់ហើយធ្នាក់របស់យើងគឺដូចគ្នាទាំងអស់បាទគឺធ្នាក់ away ហើយសម្រាប់ចម្លើយដែលត្រឹមត្រូវគឺចម្លើយ B put away តែ put away នៅក្នុងន័យនេះបានន័យថាទុកវិញទុកឲ្យថងកន្លែងដើមវិញយកពីណាទុកកន្លែងហ្នឹងវិញយកពីធ្នើទុកលើធ្នើវិញយកពីកតាបទុកក្នុងកតាបវិញហើយតាមន័យប្រយោគយើង he នឹងអាចជាខួរបាទហើយសភៅគឺសភៅយើងខ្លួនយើងជាសិស្សហ្នឹងបាទជាងទុកវិញប្រហែលជាន័យទុកក្នុងកតាបវិញសម្រាប់ចម្រើសផ្សេងទៀតវាខុសថងអត្ថន័យបាទអត្ថន័យមិនស័ក្តិសមទេវាអា push away ហ្នឹងបែរថារុញចេញរុញទៅឆ្ងាយកាលណារុញចេញរុញទៅឆ្ងាយអញ្ចឹងវាអត់ស័ក្តិសមទេកាលណារុញចេញរុញទៅឆ្ងាយអញ្ចឹងបានន័យថាយើងអត់ត្រូវការវាទេយើងចោលវាបាទហើយនៅក្នុងន័យនេះយើងមិនត្រូវចោលវាបាទពីព្រោះវាជាសភៅយើងត្រូវទុកក្នុងកតាបយើងវិញទុកផើងឲ្យហើយទៀតហើយសម្រាប់ចំណុច C អត្ថន័យរបស់វាក៏មិនស័ក្តិសមដែរអា C get away ហ្នឹងវាអាចមានន័យថាលាវចាកចេញឬក៏ go on holiday ទៅដើរលេងកន្លែងណាមួយឬក៏ escape គេចខ្លួនជាដើមតែអត្ថន័យទាំង3ហ្នឹងវាអាចមានមួយណាស័ក្តិសមត្រឹមត្រូវមួយប្រយោគយើងទេហើយសម្រាប់ចំណុច D go away ក៏ចឹងដែរបាទ go away ហ្នឹងបានន័យថាទៅឆ្ងាយអត់ត្រូវជាមួយន័យប្រយោគយើងទេចឹងម្ដងទៀតចំណុចដែលត្រឹមត្រូវគឺចំណុច B ពាក្យ put away តែបានន័យថាទុកថងកន្លែងដើមវិញជាងប្រយោគដែលបានវាត្រូវ before we finish this exercise he told us to put away the books តែបានន័យថាមុនពេលដែលបញ្ចប់លំហាត់ហ្នឹងគាត់បានប្រាប់ពួកយើងឲ្យទុកសភៅវិញបើចឹងវីដេអូហ្នឹងចប់តែប៉ុណ្្នេះហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា